ដល់គ្នាចឹងថ្ងៃនេះខ្ញុំមកចែកម្លែកពីការវាស់ការ៉េឬក៏ប្រវែងនៅលើ AutoCAD ថាយើងហៅវាស់ការ៉េពីដើមអញ្ចឹងទៅយើងអង្គុយប្រើរូបមន្ត area មិនអញ្ចឹងណារូបមន្ត area អញ្ចឹងទៅហើយយើងគូសវាស់វាអញ្ចឹងតែលើកនេះគឺយើងអត់ប្រើអញ្ចឹងទេដោយសារវារៀងយូរអញ្ចឹងយើងប្រើជំនួយ add in មួយចំនួនហើយខ្ញុំឲ្យអ្នកនរគ្នាមើលគឺយើងត្រូវ apply វាចូលសិនតែដោយសារនៅក្នុងនេះគឺបែបនេះគឺ add in របស់ area នឹងមកផ្ទៃកន្លះសម្រាប់រកផ្ទៃកន្លះនិងប្រវែងយើង load វាចូលបើសិនជាអ្នកនរគ្នាចង់បាននឹង complete ចូលទៅក្នុង Telegram ខ្ញុំនឹងដាក់នៅក្នុង group Telegram របស់ខ្ញុំយើង add វាចូលយ៉ាងហើយខ្ញុំមើលត្រូវមើលឥឡូវខ្ញុំចង់វាស់ការ៉េរបស់បន្ទប់មួយនេះអញ្ចឹងយើងវាស់ការ៉េយើងគ្រាន់តែ scale បន្ទប់មួយហ្នឹងទៅយើង scale បន្ទប់មួយនេះសិនមកនេះខ្ញុំរកផ្ទៃរបស់ពិដានអញ្ចឹង scale បន្ទប់ហ្នឹងហើយគឺយើង scale បានរូបរាងពិដានហើយយើងវាយ comment add in របស់វាមិញហ្នឹងគឺ TTA នេះខ្ញុំគ្រាន់តែ select មកប៉ក់លើ line ហ្នឹងហើយយើង enter ទៅគឺវានឹង load ផ្ទៃកន្លះមកឃើញទេអញ្ចឹង total area របស់យើងគិតជាម៉ែត្រការ៉េក៏មានគិតជាមីលីម៉ែត្រការ៉េក៏មានអញ្ចឹង 24.56 ម៉ែត្រការ៉េយ៉ាងលឿនមែនតើបើសិនជាយើងប្រើ comment area គឺយើងយូរជាងនេះបន្តិចអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងចង់បាន file ហ្នឹងខ្ញុំតម្លាក់ឲ្យបញ្ជាក់អ្នកនរគ្នាត្រូវ add file ហ្នឹងចូលទៅក្នុង file កិច្ចការរបស់យើងទើបយើងមាន comment នឹងប្រើជួយ follow អ្នកមួយផង